បាទសួស្តីថ្ងៃនេះខ្ញុំមកបង្ហាញពីរបៀបភ្ជាប់printer របៀបភ្ជាប់ computer របស់យើងទៅកាន់ printer HP Laser 107W ជាប្រភេទ printer connect តាមខ្សែក៏បាន connect Wi-Fi ក៏បានជាដំបូងយើងចូលទៅក្នុង Google ចូលទៅក្នុង Firefox ឬក៏ Chrome ដើម្បី download try របស់វាយើងវាយ driver printer វាយទៅនេះមកបាន printer តមកយើងចុចពីយើងយក HP Laser Jack Laser 107ដើម្បី download នេះជា printer ដែលខ្ញុំត្រូវភ្ជាប់ជាមួយដើម្បីធ្វើការបង្ហាញនេះជាព័ត៌មានទាក់ទងនឹង Windows វាអាច support ទៅលើ Windows ឲ្យខ្លះមាន Windows 11 Windows 10 Windows 8.1 និង 8 7 64 bit ហើយនេះ Windows 64 bit ឥឡូវខ្ញុំយកម៉ាស៊ីនរបស់ខ្ញុំប្រើ Windows 10 64 bit ខ្ញុំយកមួយនេះធ្វើការ download វាកំពុងដើរបន្ទាប់ពីវា download ចប់យើងចូលទៅ file នេះជា file ដែលយើង download មកមុនហ្នឹងសូមបញ្ជាក់បន្តិចឲ្យយើងបើក printer យើងហើយបាទតោះមកយើងចុច double click ដើម្បី install ចុចលើ driver ដែលយើង download ហ្នឹងហើយចុចពី yes តបមកវាឲ្យចុចពាក្យ next កន្លែងនេះ click ទាំងពីរចុចពាក្យ next ទៀតនេះវាសួរយើង connect ជាមួយ USB ជាមួយ Wi-Fi ឥឡូវហ្នឹងខ្ញុំយក connect ជាមួយ Wi-Fi select you want to install software shortcut ចុច next Juvia printer Wi-Fi network ចុច next direct printer direct ចុចពាក្យ next ទៀតវាចាប់ផ្ដើម install printer វាកំពុងតែស្វែងរកជាមួយនឹងឈ្មោះ Wi-Fi វាដល់ពេលយើង connect ជាមួយ Wi-Fi ទៅវាអត់បង្ហាញព័ត៌មាន Wi-Fi ឲ្យថាជា printer នេះអត់ទាន់ជាប់ជាមួយ Wi-Fi អញ្ចឹងយើង connect យក USB ម្ដងហើយជាមួយ USB វាស្គាល់នេះជាឈ្មោះ Wi-Fi អញ្ចឹងមុនយើង connect យើងចុចបើក Wi-Fi printer យើងផងហើយនេះជាឈ្មោះ Wi-Fi តបមកយើងចុចឈ្មោះ Wi-Fi ដែលយើង connect ជាមួយហ្នឹងសូមបញ្ជាក់តិចតើតើនឹងការ connect ហ្នឹងបានវាប្រើតែវានៅក្នុង LAN តែមួយយើងចុចពាក្យ next
នេះជា password Wi-Fi ដោយសារតែកុំព្យូទ័ររបស់ខ្ញុំធ្លាប់ connect ជាមួយ Wi-Fi ហ្នឹងអញ្ចឹងវាសូល password Wi-Fi ហ្នឹងមកឲ្យចុចពិនិត្យទៀតយើងចុចពិនិត្យទៀតចុចនិចទៀតចុចនិចទៀតវាចាប់ផ្ដើម install ទៅលើ drive របស់ printer ហ្នឹងម្ដងមួយម្ដងមួយនៅក្នុងនេះវាមាន5 step ទី1ទី2ទី3ទី4ទី5វាមាន welcome connecting printer select driver select software installation finish បន្ទាប់ពីយើង set up complete វាដាក់ set up complete យក PHP laser នេះ IP default របស់ផ្សេងទេវាដាក់ install have been complete អញ្ចឹងយើងចង់ដឹងថាវាជោគជ័យឬអត់យើងអាចចុចលើលើនេះដើម្បីធ្វើការតេស្តហើយយើងចុចពាក្យ finishបាទសួស្តីទាក់ទងនឹងការconnect printer ជាមួយកុំព្យូទ័រទទួលបានជោគជ័យបើសិនបងប្អូនមានចម្ងល់អាចមើលឡើងវិញម្ដងទៀតទាក់ទង printer មានតែប៉ុណ្្នឹងទេសូមអរគុណសូមជម្រាបលា